ម៉ៃយ៉ាខ្ញុំពិតជាសប្បាយចិត្តណាស់នៅថ្ងៃនេះដើម្បីគ្រប់គ្រងដូចធ្វើនៅក្នុង TikTok របស់គាត់ចាំបន្តិច Steven អ្នកមានន័យថាគាត់នៅតែទទូចឲ្យហៅវាថា TikTok បាទគាត់មិនចង់ឲ្យ TED ទទួលបានកិត្តិយសទាំងអស់នេះនោះទេសូម្បីតែវេកក៏រំលងថ្នាក់ Pilot ដែរខ្ញុំមិនអាចធ្វើវាបាននៅថ្ងៃនេះទេកម្មវិធីដែលខ្ញុំចូលចិត្ត Lentman កំពុងតែចាប់ផ្សាយវគ្គពិសេសតតែម្ដងគត់ក្នុងការប្រពៃទិវាថ្ងៃជ្រកគ្រមៀមរបស់ Neptune អ្នកបានដឹងហើយថ្ងៃចម្រុះគ្រមៀមរបស់ Neptune មានរយៈពេល26នាទីជាមួយនឹងការផ្សាយពាណិជ្ជកម្មដូច្នេះកម្មវិធីត្រូវតែចាប់ផ្ដើមឥឡូវនេះជាវាគ្មិនដែលខ្ញុំបានជួបពីខិត្តប័ណ្ណដែលខ្ញុំរកឃើញវាគ្មិនសាធារណៈសម្រាប់ទូលយល់ព្រមត្រូវការវាគ្មិនសាធារណៈទេយល់ព្រមខ្ញុំមកតាមកុំព្យូទ័រយូដៃរបស់ខ្ញុំទៅធានាគុណភាពរបស់ desktop នេះអរលោកស្រី Bakken Rabin អរគុណច្រើនសម្រាប់ការស្វាគមន៍យ៉ាងកក់ក្ដៅខ្ញុំសប្បាយចិត្តណាស់ដែលធ្វើជាម្ចាស់ផ្ទះចំនួនអ្នកថ្ងៃនេះព្រឹត្តិការណ៍សហគមន៍ដែលមានចំណងជើងថាតើអ្វីទៅជាមជ្ឈមណ្ឌលតំបន់ California Bus Talk desktop ដូច្នេះអ្វីដែលជាមជ្ឈមណ្ឌលតំបន់ Californiaមែនហើយឆ្នាំ1969ច្បាប់ Lentman ត្រូវបានអនុម័តច្បាប់នីតិបញ្ញត្តិនិងចុះហត្ថលេខាដោយអភិបាល Reagan ធ្វើឲ្យរដ្ឋ California តែមួយគត់ជារដ្ឋនៅក្នុងប្រទេសដែលផ្ដល់នូវសេវាកម្មផ្ដល់សេរីរយៈពេលវែងដល់ប្រជាជនជាមួយនឹង IDD ឬបញ្ញវន្តឬពិការភាពក្នុងការអភិវឌ្ឍវ៉ាវគាត់ដាក់ឈ្មោះច្បាប់ Lentman X កម្មវិធីដែលគាត់ចូលចិត្តទេ Lentman ពិភាក្សារឿងនេះយ៉ាងលម្អិតសកម្មភាពនេះត្រូវបានបំផុសកំណត់ដោយអ្នកនៅរដ្ឋ California Brandy Lentman ពីឆ្នាំ1951ដល់ឆ្នាំ1978ទង្វើនេះជាលទ្ធផលនៃការតស៊ូមតិដោយឪពុកម្ដាយដែលចង់បានកុមារពិការដើម្បីរស់នៅហើយរីកចម្រើនក្នុងសហគមន៍កម្មវិធីទូរទស្សន៍ត្រូវបានបំផុសកំណត់ដោយ Lentman ដែលជាវីរបុរសពិតប្រាកដបាទនិយាយអញ្ចឹងដំណាក់កាលសាកល្បងមជ្ឈមណ្ឌល2ត្រូវបានបើកនិងបម្រើមនុស្ស559នាក់នៅឆ្នាំ2024មជ្ឈមណ្ឌលឯករាជ្យក្នុងតំបន់ចំនួន21បម្រើជាង 40,000 អ្នកកាលីហ្វុកញ៉ាដែលមានជំងឺអូទីសឹមខួរក្បាលពិការជំងឺឆ្កួតជ្រូកបញ្ញាពិការភាពនិងច្រើនទៀតហើយហេតុអីក៏21ដូចជាឃើញហើយច្បាប់ Lentman ក៏បានរចនាឡើងឆ្លើយតបទៅតាមតម្រូវការសហគមន៍ដែលត្រូវការមិត្តបង្កើតប្រព័ន្ធដំណើរការរបស់រដ្ឋកាលីហ្វុកញ៉ាគឺធំណាស់ហើយជាមួយប្រជាជនចម្រុះបែបនេះបែងចែកជា21រដ្ឋតំបន់អនុញ្ញាតឲ្យធ្វើមូលដ្ឋាននីយកម្មសេវាម្យ៉ាងនៅប្រាប់ដាក់ពីមូលហេតុដែលពាណិជ្ជកម្មទើបតែបានបញ្ចប់ថាម៉េចខ្ញុំអញ្ចឹងខ្ញុំអូខេសេវាកម្មទាំងនេះត្រូវផ្ដល់ដោយមជ្ឈមណ្ឌលដែលស្គាល់សហគមន៍របស់ពួកគេនិងអាចកែសម្រួលរបៀបបម្រើចំពោះមនុស្សជាភាសាកំណើតនិងវប្បធម៌របស់ពួកគេក៏អាចស្គាល់អ្នកផ្ដល់សេវានិងផ្ដល់ព័ត៌មានពាក់ព័ន្ធចាំបាច់ផ្សេងទៀតដើម្បីបម្រើសហគមន៍ឲ្យបានល្អបានមែនហើយល្អណាស់ខ្ញុំដឹងឥឡូវនេះបើសិនជាអាចបន្តកម្មវិធីសាកល្បងតូចនោះកាលពី6ទសវត្សរ៍មុនមានការលូតលាស់ហើយនឹងការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌលបម្រើក្នុងមួយចំណោម100នៃអ្នកកាលីហ្វុកញ៉ាទាំងអស់ដោយសារតែរដ្ឋរបស់យើងធំណាស់ជាការពិតមួយក្នុងចំណោម 1000 ជនជាតិអាមេរិកនិងមានថវិកាប្រចាំឆ្នាំជា$15,000 លានគាត់ចង់ឲ្យអ្នកតាដៃខ្លាំងអរគុណច្រើនឥឡូវនេះអ្នកទាំងអស់គ្នានៅទីនេះដោយសារតែអ្នកឬសមាជិកគ្រួសារមានពិការភាពបញ្ញាឬអភិវឌ្ឍហើយដឹងថាប្រព័ន្ធនៃមជ្ឈមណ្ឌលប្រចាំតំបន់របស់យើងអាចផ្ដល់នូវកម្មសិទ្ធិមិនអាចដកហូតបាននិងជារៀងរហូតជាមួយនឹងជំនួយនិងអ្នកជំនាញផ្នែកសេវាកម្មជាច្រើនក្នុងតំបន់របស់អ្នកដែលទទួលយកវិធីសាស្ត្ររបស់ PCT ជាស្នូលហើយនៅគ្មានផលប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរដល់គ្រួសារគាត់មានន័យថាវាជាពេលកំណត់ហើយជាអ្នកណាម្នាក់ដែលកំពុងតែរស់នៅរដ្ឋលីផុកញ៉ាមានសិទ្ធិទទួលបានសេវាកម្មបញ្ញាផ្ទាល់របស់ពួកគេឬការអភិវឌ្ឍពិការភាពពួកគេទទួលបានការគ្រប់គ្រងពេញមួយជីវិតការគ្រប់គ្រងនោះគឺរចនាជាពិសេសជំវិញមនុស្សនោះដូច្នេះវិធីសាស្ត្រនេះត្រូវបានគេហៅថាការគិតដោយផ្ដោតទៅលើមនុស្ស PCT គឺផ្ដោតទៅលើមនុស្សគ្រប់រូបនៅក្នុងបុគ្គលម្នាក់មិនមែនជារូបវិនិច្ឆ័យឬក៏ក្រុមដែលមនុស្សគ្រប់គ្នាត្រូវបានព្យាបាលដូចគ្នាខ្ញុំបានរកឃើញថាវាមានតម្លៃណាស់ខ្ញុំបានទទួលការគ្រប់គ្រងដែលរួមបញ្ចូលការសិក្សាថាពេលខ្លះអ្វីដែលខ្ញុំនិយាយមិនត្រូវបានយល់ដោយអ្នកផ្សេងទៀតនៅក្នុងកម្មវិធីដែលខ្ញុំចង់បានវាខ្ញុំបានអនុវត្តជាច្រើនជាមួយអ្នកជំនាញនៅក្នុងការស្ដាប់និងចាប់យកសញ្ញាសង្គមនិងឆ្លើយតបសមរម្យឥឡូវចូលទៅជួបបរិបទម្នាក់ដែលខ្ញុំបានឃើញតែលើផ្លូវរុញខិតតបាំងអរគុណលោកធើសម្រាប់សេចក្តីណែនាំនោះដែលគ្មានផ្លូវត្រូវយកច្រឡំខ្ញុំអាចប្រាប់បានថាអ្វីដែលអ្នកគ្រាន់តែនិយាយថាថោកទាបឃើញទេការគ្រប់គ្រងរបស់ខ្ញុំកំពុងតែដំណើរការបាទ
ឥឡូវត្រឡប់ទៅរកអ្វីដែលខ្ញុំកំពុងនិយាយមិត្តល្អរបស់ខ្ញុំគឺជាបុគ្គលដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួននិងគោលដៅការងារនិងការរស់នៅសហគមន៍និងការចូលរួមសកម្មភាពដូចជាកីឡាសិល្បៈផ្សេងទៀតដែលពួកយើងចង់បានសម្រាប់ជីវិតជាមួយបុគ្គលនិងការរៀបចំផែនការរបស់ IPP ឬផែនការកម្មវិធីបុគ្គលត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលប្រចាំតំបន់ផ្ដល់សេវាកម្មដោយផ្អែកទៅលើផែនការពួកគេជួយសេវាកម្មអភិវឌ្ឍការបណ្ដុះបណ្ដាលការងាររបស់មូលនិធិវាកាន់តែងាយស្រួលក្នុងការរស់នៅដោយឯករាជ្យនិងឯកទេសការព្យាបាលដូចជាការគ្រប់គ្រងអាកប្បកិរិយាលទ្ធភាពផ្សេងទៀតដែលអាចបូកបញ្ចូលការដឹកជញ្ជូននៅសេវាកម្មប្រចាំថ្ងៃកំណត់បរិស្ថានការរស់នៅសមរម្យនិងជំនួយការស្វែងរកសហគមន៍ដោយផ្អែកទៅលើឱកាសសង្គមទាំងនេះផ្អែកទៅលើបុគ្គលដែលមានតម្រូវការនិងចំណង់ចំណូលចិត្តរបស់ខ្លួន មែនហើយគាត់និយាយត្រូវណាស់ អូហូ ទោះជាយ៉ាងណាក៏ដោយអ្នកមិនកំណត់ច្បាស់លាស់ពាក្យថាសកលសកិនតំបន់អាងទឹកមិនអាចដកហូតបានសិតឬអចិន្ត្រៃយ៍ ខ្ញុំទៅតែទៅដល់នោះសុំបន្តិចសិន អូខ្ញុំដឹងតំបន់បឹងមានន័យថាជាកន្លែងដែលអ្នករស់នៅនឹងមជ្ឈមណ្ឌលតំបន់ដែលបម្រើវាអចិន្ត្រៃយ៍និងមិនអាចដកហូតវិញបានគឺនៅពេលដែលអ្នកមានសិទ្ធិទទួលបានសេវាកម្មមជ្ឈមណ្ឌលតំបន់វានៅទីនោះពេញមួយជីវិតរបស់អ្នកមិនមែនត្រឹមតែរយៈពេលជាក់លាក់ណាមួយនោះទេ ហើយសិទ្ធិកម្មវិធីនេះត្រូវបានផ្ដល់ជូនតាមរយៈអង្គការមិនរកប្រាក់ចំណេញនិងឧបត្ថម្ភដោយរដ្ឋកាលីហ្វ័រញ៉ានិងត្រូវបានធានាផ្ដល់ជូនអ្នកមជ្ឈមណ្ឌលតំបន់ទទួលខុសត្រូវបានបង្កើតឡើងនៅ IPP សម្រាប់បុគ្គលគ្រប់រូបហើយមិនសន្សំសំចៃស្ទើរតែគ្រប់សេវាកម្មផ្ដល់ដោយមជ្ឈមណ្ឌលប្រចាំតំបន់មិនកាត់ថ្លៃអ្វីទាំងអស់ម្យ៉ាងទៀតវាសំខាន់ក្នុងការចងចាំថាគ្មានអ្វីត្រូវបានបង្ខំអ្នកទេអ្នកមានសិទ្ធិគ្រប់យ៉ាងការផ្ដល់ជូនស័ក្តិសមនឹងការចង់បានជាបុគ្គលប៉ុន្តែជំរឿជារបស់អ្នក ខ្ញុំចង់បន្ថែមប្រព័ន្ធមជ្ឈមណ្ឌលតំបន់ខ្លាយជាអាទិភាពដើម្បីបម្រើប្រជាជនកាលីហ្វ័រញ៉ាទាំងអស់ជាមួយនឹង IDD តាមរបៀបដែលពួកគេមានផាសុកភាពបំផុតផ្អែកទៅលើភាសានិងវប្បធម៌ដើម្បីសម្រេចបាននោះជាង20គ្រួសារត្រូវបានផ្ដល់ជូនប្រជាជនដែលយើងគ្រប់គ្រងដោយផ្ទាល់តាមរយៈការប្រើប្រាស់អ្នកបកប្រែឲ្យដឹងច្បាស់ថាច្រើនជាងនេះ20 Waset Senyu Asi Wis Nichu Wisit 20 ឥឡូវនេះចូលទៅកាន់អនុវត្តជាក់ស្ដែងដែលយើងធ្វើការជាមួយមនុស្សដែលយើងគ្រប់គ្រងរឿងដំបូងកើតឡើងគឺជួបអ្នកប្រើវិជ្ជាជីវៈពួកគេវាយតម្លៃស្ថានភាពបុគ្គលរបស់អ្នកដើម្បីបញ្ជាក់ថាអ្នកមានលក្ខណៈគ្រប់គ្រាន់ជាមនុស្សដែលមានបញ្ញាឬអសមត្ថភាពអភិវឌ្ឍត្រូវបានគេស្គាល់ថា IDD បន្ទាប់ពីការវាយតម្លៃនិងទទួលយកអ្នកដែលមានសិទ្ធិសម្រាប់សេវាកម្មមជ្ឈមណ្ឌលប្រចាំតំបន់ពេលណាដែលអ្នកចូលរួមអ្នកត្រូវចាត់តាំងអ្នកសម្របសម្រួលសេវាកម្មមនុស្សនេះត្រូវបានបណ្ដុះបណ្ដាលនិងមានវិជ្ជាជីវៈខ្ពស់ដែលជួបជាមួយនឹងគ្រួសារអ្នកជាមួយនរណាម្នាក់នៅក្នុងរង្វង់នៃការគ្រប់គ្រងដែលអ្នកប្រាថ្នាការប្រជុំនោះអាចកើតឡើងនៅផ្ទះរបស់អ្នកការិយាល័យមជ្ឈមណ្ឌលតំបន់ឬក៏កន្លែងដែលអ្នកមានអារម្មណ៍ស្រួល IPP គឺផែនការកម្មវិធីបុគ្គល បាទអរគុណ IPP ជូនដំណឹងដល់អ្នកដែលជាទីពេញចិត្តដែលជាអ្វីដែលពួកគេចង់បានដោយផ្អែកលើភាពខ្លាំងរបស់ពួកគេសមត្ថភាពចំណូលចិត្តរបៀបរស់នៅនិងប្រវត្តិវប្បធម៌សេវាកម្មនិងការគ្រប់គ្រងត្រូវបានដាក់ជួយពួកគេទៅដល់គោលដៅនេះជាសកម្មភាពផែនការដែលអាចរួមបញ្ចូលជាច្រើនរឿងដែលយើងបាននិយាយនៅថ្ងៃនេះច្បាប់តម្រូវឲ្យអ្នកមានការប្រជុំ IPP យ៉ាងហោចណាស់ម្ដងរៀងរាល់3ឆ្នាំហើយវាត្រូវបានអាប់ដេតរាល់ឆ្នាំIPP គឺជាកិច្ចសន្យារវាងអ្នកនិងមជ្ឈមណ្ឌលតំបន់តាមរបៀបដែលខ្ញុំអាចយល់ហើយផលដែលវាជាកិច្ចសន្យាព្រោះភាគីទាំងពីរត្រូវចុះហត្ថលេខាលើការយល់ព្រមផ្ដល់និងទទួលសេវាកម្មវាខំបញ្យល់ពីសិទ្ធិយើងមិនដែរដូចជាសិទ្ធិប្រឹងតវ៉ាអ្វីមួយដែលយើងមិនយល់ស្របជាមួយសិទ្ធិទទួលបានមធ្យោបាយដឹកជញ្ជូនផែនការប្រសិទ្ធបើចាំបាច់នឹងការបញ្យល់ពីរបៀបដែលគ្មាននរណាម្នាក់អាចឬអើងបើទោះបីជាពួកគេមានការព្រួយបារម្ភនៃសម្លេងគាត់មិនដែលខ្មាស់ក្នុងការបញ្ចេញសម្លេងកង្វល់របស់គាត់ខ្ញុំមិនដែលខ្មាស់អីនៅក្នុងការបង្ហាញពីកង្វល់ខ្ញុំទេIPP ត្រូវបានយល់ព្រមការងារដល់អ្នកសម្របសម្រួលសេវាកម្មដែលគ្រប់គ្រងក្នុងការពិគ្រោះយោបល់ទៀងទាត់ដើម្បីដំណើរការល្អហើយឆ្ពោះទៅរកគោលដៅដែលអ្នកពេញចិត្តពិតណាស់អ្នកមានសិទ្ធិតាក់ទងអ្នកសម្របសម្រួលរបស់អ្នកគ្រប់ពេលនៅចន្លោះកិច្ចប្រជុំផ្លាស់ប្ដូរគោលដៅរបស់អ្នកស្នើសុំការគ្រប់គ្រងបន្ថែមឬផ្សេងគ្នាឬក៏សម្ដែងការព្រួយបារម្ភអ្នកមិនចាំបាច់ខ្មាស់អៀនទេក្នុងការសួរសំណួរម៉ាយ៉ាខ្ញុំមិនប្រកាសទេថានេះជាវគ្គសំណួរនិងចម្លើយវាជាការបង្រៀនផ្លូវមួយទៀតស្អីទៅអ្នកតែងតែនិយាយថាខ្ញុំខ្មាស់អៀននៅក្នុងការសួរសំណួរសំទោសម៉ាយ៉ាអ្នកសួរពីអ្វីខ្ញុំមិនប្រកាសថាអ្នកអាចទទួលបានគ្រប់គ្រាន់គ្របដណ្ដប់លើសេវាកម្មផ្សេងៗគ្នារហូតដល់អ្នកកាន់តែចាស់ទេចំណែកខ្ញុំត្រូវបានគេនាំមកនៅដំបូងនៅពេលដែលខ្ញុំមានអាយុ2ឆ្នាំហើយដូចថាមកនៅពេលពេញវ័យហើយខ្ញុំចាប់ផ្ដើមនៅអាយុ7ឆ្នាំបាទមិនអីទេខ្ញុំទៅតែទទួលវាបានដែរតោះបាទរកឃើញហើយ
មនុស្សគ្រប់រូបគឺខុសគ្នានិងមនុស្សអាចចូលរួមប្រព័ន្ធមជ្ឈមណ្ឌលប្រចាំតំបន់ស្ទើរតែគ្រប់ពេលវេលានៃជីវិតរបស់ពួកគេដរាបណាវាបញ្ជាក់ថាពួកគេមានបញ្ញាឬក៏អសមត្ថភាពអភិវឌ្ឍគឺបានចាប់ផ្ដើមអាយុពី18ឆ្នាំហើយច្បាស់ណាស់ដើម្បីការដឹងសេវាសម្រាប់ក្មេងអាយុ3ឆ្នាំទៅ7ឆ្នាំអាយុ16ឆ្នាំមនុស្សពេញវ័យឬក៏ទៅបីតែមនុស្សចាស់អាយុ40ឆ្នាំអាយុគឺខុសគ្នាការចាប់ផ្ដើមដំបូងកន្លែងម៉ាយ៉ាបានចូលរួមជាពិសេសរចនាឡើងសម្រាប់ក្មេងអាយុ0ទៅ3ឆ្នាំនិងមានក្រុមពិសេសសម្រាប់ពេលក្មេងឬគ្រួសារដែលទើបតែចាប់ផ្ដើមការចាប់ផ្ដើមរបស់ពួកគេជាចំណុចអភិវឌ្ឍសំខាន់ដែលជាផ្នែកមួយនៃពិភពលោករបស់ពួកគេហ៎នឹងគាត់ខាស្អាតម្លេះគាត់គឺមានស្រទាប់មុនពេលពួកគេមានអាយុ3ឆ្នាំពួកគេមានការវិតម្លៃឡើងវិញកំណត់ថាតើពួកគេនៅតែពជាពេលយ៉ាងហោចណាស់3ផ្នែកសំខាន់ៗនៃជីវិតបើដូច្នេះមែនពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្មសម្រាប់ជីវិតនៅសល់ពួកគេមជ្ឈមណ្ឌលភូមិភាគនិងសាលាបន្ទាប់មកទទួលខុសត្រូវនៅក្នុងការធានាការផ្លាស់ប្ដូរដោយរលូនចូលទៅក្នុងប្រព័ន្ធអប់រំដែលដឹងថាកុមារត្រូវបានផ្ដល់ឲ្យចាប់ផ្ដើមដំបូងអស្ចារ្យខ្ញុំសង្ឃឹមថាអ្នកបានកត់សម្គាល់នោះជាភាពឆ្លាតវៃអូហូកុមារដែលមានសិទ្ធិឥឡូវនេះមានសេវាកម្មដែលផ្ដល់ដោយទាំងពីរមជ្ឈមណ្ឌលតំបន់និងសាលាដូច្នេះដល់ពេលលេខតែមិនទៀតហើយតោះយើងអូខេឧទាហរណ៍អ្វីដែលមជ្ឈមណ្ឌលតំបន់ផ្ដល់នៅពេលនេះគឺការថែទាំពេលថ្ងៃសេវាសម្រាប់លក្ខណៈគ្រួសារការកំសាន្តសង្គមនិងការបោះជំរំពេលកូនយើងគ្រប់អាយុចូលវិទ្យាល័យយើងនឹងចងចាំពីរបៀបប្រឈមមុខនឹងយុវវ័យពេលវេលានៃជីវិតមិនថាយើងជាអ្នកណាបាត់ចម្រៀងភ្លាមដូច្នេះពេលខ្លាចជាមនុស្សពេញវ័យមជ្ឈមណ្ឌលតំបន់អន្តរកាលសេវាកម្មដែលមានជំនាញផ្ដល់ការគាំទ្រនិងជំនួយក្នុងការកំណត់គោលដៅនាពេលអនាគតនិងការអប់រំខ្ពស់ស្វែងរកការងារធ្វើនិងបង្កើតជម្រើសនៃការរៀបចំការរស់នៅអាចនិយាយបានថា IPP តែងតែត្រូវបានចាត់ទុកឯកសារការរស់នៅដែលផ្លាស់ប្ដូរតាមតម្រូវការនិងអាយុរបស់បុគ្គលហើយអ្នកនឹងជួបជាមួយនឹងថ្នាក់តំបន់កណ្ដាលជាច្រើនដងពេញមួយជីវិតរបស់អ្នកដើម្បីកែតម្រូវគោលដៅនិងសេវាកម្មមនុស្សពេញវ័យរបស់យើងទទួលស្គាល់ថាពេញមួយជីវិតរបស់អ្នកដូចជាអ្នកផ្សេងទៀតឥឡូវនេះអ្នកប្រឈមមុខនឹងបញ្ហានិងឱកាសដូចគ្នាមជ្ឈមណ្ឌលតំបន់អាចផ្ដល់ការគាំទ្រនិងអាចជួយអ្នករៀនពីរបៀបរៀបចំហិរញ្ញវត្ថុអភិវឌ្ឍនិងរកទំនាក់ទំនងបណ្ដុះបណ្ដាលការងារដែលធ្វើឲ្យអ្នករីករាយក៏ដូចជាចូលរួមនិងរួមចំណែកដល់សហគមន៍របស់អ្នកខ្ញុំមានមិត្តភ័ក្តិដែលខ្ញុំគិតថាមិនអាចធ្វើរៀងទាំងអស់ដែលអ្នកទើបតែបាននិយាយខ្ញុំដឹងពីអ្វីដែលគាត់នឹងនិយាយខ្ញុំមានមិត្តភ័ក្តិដែលមានផលប៉ះពាល់ធ្ងន់ដោយពិការភាពរបស់ពួកគេបាទឲ្យខ្ញុំយកមួយនេះទៅវាដើម្បីឲ្យមានភាពជាលក្ខមួយខណៈពេលដែលយើងមានសមត្ថភាពធំសម្រាប់ធ្វើកិច្ចការជាច្រើនអ្វីដែលបាននិយាយអំពីអ្វីផ្សេងទៀតអត់ទេមនុស្សមួយចំនួនប្រហែលជាមិនអាចដើរនិយាយឬចិញ្ចឹមខ្លួនឯងមជ្ឈមណ្ឌលតំបន់ផ្ដល់មនុស្សជាកណ្ដាលសេវាកម្មដើម្បីគ្រប់គ្រងពួកគេដែលផ្អែកទៅលើតម្រូវការពិសេសរបស់ពួកគេកម្មវិធីគឺអាចផ្ដល់បទពិសោធន៍និងភាពរីករាយដល់មនុស្សជាច្រើនសេវាវេជ្ជសាស្ត្រឯកទេសអាចជួយធានាសុខភាពនិងសុវត្ថិភាពការគ្រប់គ្រងវិបត្តិសេវាកម្មអនុញ្ញាតឲ្យអ្នកនិងក្រុមគ្រួសាររបស់អ្នកទទួលបានការយកចិត្តទុកដាក់ជាបន្ទាន់ឬសម្រាប់នៅពេលណាដែលពួកគេត្រូវការម្យ៉ាងវិញទៀតមជ្ឈមណ្ឌលតំបន់ផ្ដល់ជូនសេវាកម្មថែទាំមនុស្សចាស់ទាំងនេះគឺផ្ដល់នូវភាពកក់ក្ដៅនិងការថែទាំមិនថាតើអ្នកអាយុប្រមាណឬពិបាកប៉ុណ្ណាមែនហើយប៉ុន្តែពេលណាទើបឪពុកម្ដាយឬក្រុមគ្រួសារមិនអាចជួយបានទៀតនោះទេឬនៅពេលថ្ងៃណាមួយដែលពួកគេលែងនៅក្បែរសួស្ដីអ្នកទាំងអស់គ្នាសូមទោសដែលខ្ញុំមកយឺតប៉ុន្តែប្រហែលជាខ្ញុំបានមកត្រឹមម៉ោងតែម្ដងដានីដេកធ្វើខ្ញុំជាអ្នកសម្របសម្រួលសេវាកម្មខ្ញុំអាចចូលរួមចំណែកបានទេបាទក្រុមមជ្ឈមណ្ឌលតំបន់មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកង្វល់នេះពីគ្រួសារនិងមនុស្សយើងគ្រប់គ្រងវាជាផ្នែកមួយនៃជីវិតដែលយើងឆ្ងល់ដែលកើតឡើងនៅពេលដែលមនុស្សយើងស្រឡាញ់មិននៅទីនោះយើងយល់ពីការលំបាកនៃប្រភេទនៃការបាត់បង់នេះតែយ៉ាងណាមិញការបាត់បង់គឺជាស្ថានភាពរបស់មនុស្សវាមិនមែនត្រឹមតែតាក់ទងអ្នកដែលមាន IDD វាមិនងាយស្រួលសម្រាប់អ្នកណាម្នាក់ឡើយពេលដែលព្រឹត្តិការណ៍ជីវិតសំខាន់ណាមួយកើតឡើងយើងអាចផ្ដល់ការគាំទ្រផ្នែកអារម្មណ៍ហើយប្រសិនបើចាំបាច់យើងអាចជួយរៀបចំការរស់នៅថ្មីខ្ញុំសង្ឃឹមថាមនុស្សនឹងដកខ្លួនចេញពី detox ដ៏អស្ចារ្យដែលមជ្ឈមណ្ឌលតំបន់មិនមែនជារឿងតែមួយចំពោះមនុស្សប្រភេទណាមួយយើងចំណាយពេល60ឆ្នាំចុងក្រោយនៃការអភិវឌ្ឍកម្មវិធីនិងសេវាកម្មដែលស្របទៅនឹងកលៈទេសៈអ្នកនិងពិភពលោកនៅពេលដែលវាផ្លាស់ប្ដូរអរគុណច្រើនដានីវាជាប្រធានបទសំខាន់និងពិបាកខ្ញុំត្រឡប់មកវិញហើយអ្នកទាំងអស់គ្នានឹងនៅទីដែលខ្ញុំបានដឹងថាថ្ងៃចម្រុះទោះបីជាមានការកំពុងកំហែងដែលផ្លែបត់គឺភាពជោគជ័យនៅក្នុងរយៈពេល26នាទីបូកនឹងពាណិជ្ជកម្ម
អូខ្ញុំឃើញបានគ្រប់គ្រងដើម្បីបញ្ចប់ The Talk នៅពេលនេះគាត់មានកាតព្វកិច្ចខ្ញុំមានន័យថាគាត់ចង់ឆ្លើយសំណួរពីទស្សនិកជន ខ្ញុំពិតជាមានមួយសម្រាប់ Dexter តើអ្នករកឃើញចៃដន្យទេ Talenterman និងខ្ញុំគឺមិនដែលឃើញនៅក្នុងបន្ទប់ជាមួយគ្នាមើលយើងឲ្យបានល្អរាងកាយសាច់ដុំដូចគ្នាគៀមខ្លាំងនិងមានរចនាសម្ព័ន្ធមុខពីរភាពដូចគ្នាហើយនៅក្នុងនោះការបង្រៀនពីមុនដែលខ្ញុំបានបកពាក្យពី3ឃ្លារបស់ Clark នេះមិនអាចជាការពិតទេវាពិតជាមិនអាច វាមិនពិតទេ Lorenzo បានបង់ប្រាក់ឲ្យខ្ញុំ$5ដើម្បីប្រឌិតវាជារឿងកំ pl ែង តើខ្ញុំគួរធ្វើយ៉ាងណាខ្ញុំជាសិល្បករម្នាក់ ខ្ញុំមិនបាននិយាយពាក្យទាំងនេះទៅកាន់អ្នកទាំងពីរទេខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានរីកចម្រើនណាស់ក្នុងថ្ងៃនេះប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអ្នកអាចពិចារណាទៅ DDLCA Go ជាកន្លែងដែលអាចស្វែងរកអាសយដ្ឋានគេហទំព័រនិងលេខទូរស័ព្ទនៅក្នុងមជ្ឈមណ្ឌលប្រចាំតំបន់របស់អ្នកបញ្ចប់ Data នៅលើអ្វីជាមជ្ឈមណ្ឌលតំបន់កាលីហ្វ័រញ៉ារហូតដល់ពេលក្រោយខ្ញុំនឹងជួបអ្នកនៅលើផ្សព្វផ្សាយបន្ទាប់មកតារា